lấy quạt lên cọ hài chẳng quạt chui trờiចាពីមុនមកខ្ញុំដូចថាវាមានអូអ៊ីនទៅដូចស្លេះអីចឹងទៅបាទដល់ពេលឥឡូវចូលមកសម្រាប់ព្យាបាលនឹងអូក៏បាត់ស្លេះនឹងក៏វាបាត់ដូចថានៅសេះសល់បន្តិចបន្តួចខ្ញុំបាត់ឈ្មោះធីមចន្ទថាខ្ញុំមានវិជ្ជាអាយុចំនួន69ឆ្នាំមុនមកហ្នឹងដូចថាមានបញ្ហាឈឺនៅក្នុងទីទួយដែរបានដល់ពេលក្រោយមកមានដូចថាជើញផ្ដាសាយក្អកដល់ពេលទៅដូចថារៀងយូរថ្ងៃតិចទៅក៏បានឮគេថាមន្ទីរពេទ្យនឹងដូចថាល្អអញ្ចឹងទៅមានបុគ្គលិកអញ្ចឹងទៅខាងជំនាញគ្រូពេទ្យខាងជំនាញខាងសួតអញ្ចឹងបកែក៏បានមកសម្រាប់ព្យាបាលហ្នឹងហើយមុនពេលមកសម្រាប់ព្យាបាលហ្នឹងនេះគឺគាត់ដំបូងគាត់ផ្ដាសាយក្អករហូតតតែគាត់មានក្អកចេញស្លេះឈាមអញ្ចឹងក៏បានទៅពេទ្យផ្សេងពីរ3ដែរតាក់ទងទៅនឹងបញ្ហាហ្នឹងអញ្ចឹងប៉ុន្តែអត់បានធូរអញ្ចឹងរហូតមកដល់ខ្ញុំមានស្គាល់ជាមួយនឹងអ្នកដែលគាត់ស្គាល់មួយមន្ទីរពេទ្យហ្នឹងបានគាត់ណែនាំថាឲ្យមកតាក់ទងមកព្យាបាលនៅគ្លីនិកហ្នឹងដោយសារគាត់មានពេទ្យជំនាញទាំងសេវាកម្មទាំងគ្រូពេទ្យមានជំនាញតាក់ទងទៅនឹងបញ្ហាសួតអញ្ចឹងក៏ចូលគាត់មកព្យាបាលហ្នឹងចា៎គាត់ធូរស្បើយច្រើនតាក់ទងទៅនឹងការមកតាំងពីមកព្យាបាលហ្នឹងគឺឥឡូវគាត់លេងក្អកហើយអញ្ចឹងគាត់ធូរច្រើនចាតាក់ទងទៅនឹងបញ្ហារលាកសួតអីហ្នឹងក៏បានជាចាខ្ញុំក្នុងការមកសម្រាប់ព្យាបាលហ្នឹងបានធូរសះស្បើយបាទដូចថានឹកគុណដល់ត្រេកអរដល់លោកគ្រូពេទ្យនៅមន្ទីរពេទ្យហ្នឹងដែលបានជាមើលជំងឺឈឺខ្ញុំឲ្យបានជាសះស្បើយនឹងខ្ញុំត្រេកអរណាស់អត់មានអ្វីប្រៀបធៀបស្មើនឹងជំងឺជាសះស្បើយទេមានតែទឹកចិត្តលើកគុណសម្បត្តិដល់លោកគ្រូពេទ្យអ្នកគ្រូទាំងអឲ្យបានសុខភាពល្អណាពីមុនមកខ្ញុំដូចថាវាមានអូអ៊ីនទៅដូចស្លេះអីចឹងទៅបាទដល់ពេលឥឡូវចូលមកសម្រាប់ព្យាបាលនឹងអូក៏បាត់ស្លេះនឹងក៏វាបាត់ដូចថានៅសេះសល់បន្តិចបន្តួចបាទដល់ក្រោយមកនោះទៅថាវាចេះតែញ៉ាំអីកើតខែវចេះតែហៅទៅឥឡូវនេះដូចថាវាមានកម្លាំងមានកំហែងនឹងឡើងវិញណាបើគ្រាន់តែមិនទាន់ដូចថា100%សម្រាប់នៅគ្លីនិកនេះគឺខ្ញុំពេញចិត្តទាំងសេវាកម្មដែលនិយាយទៅសេវាកម្មរួមទាំងការថែទាំអ្នកជំងឺទាំងគ្រូពេទ្យជាបណ្ឌិតទាំងអស់គ្នាគាត់បានព្យាយាមយកចិត្តទុកដាក់ក្នុងការរក្សាគ្នាដើម្បីព្យាបាលជំងឺពុកខ្ញុំឲ្យបានធូរសះស្បើយហើយនឹងការយកចិត្តទុកដាក់ថែទាំពីខាងក្រុមគិលានុបដ្ឋាយិកាទាំងអស់គ្នាទាំងការរៀបចំនិងការសម្រាប់ការព្យាបាលហើយនឹងបន្ទប់សម្រាប់គឺយើងទទួលយកបានទាំងដែលផ្សារគាត់នឹងការសម្អាតអនាម័យល្អចាគឺនិយាយទៅរួមពេលល្អពេញចិត្តចាគាត់មានការសួរយោបល់ទាំងសួរពីអាការៈរបស់អ្នកជំងឺចឹងគាត់តាមដានបានទាំងតាំងពីដំបូងមកតែថាយើងចូលមកយើងមានអាការៈអ្វីខ្លះរហូតតដល់អាចព្យាបាលយើងជាចាសម្រាប់ខ្ញុំមានជាកូនទៅឲ្យជាទាំងក្នុងន័យនេះគេនិយាយជារួមគឺសម្រាប់អ្នកជំងឺទូទៅតែនិយាយដែរសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមានចិត្តសប្បាយត្រេកអរនិយាយដែរថាបានគាត់បានជាពីជំងឺដោយសារការព្យាបាលនៅមន្ទីរពេទ្យចាសម្រាប់ខ្ញុំក៏សូម
អរគុណសម្រាប់ការលើកចិត្តទុកដាក់ពីក្រុមវិជ្ជាបណ្ឌិតគ្រូពេទ្យនិងក្រុមកីឡានុកាយការទាំងអស់ទាំងក្រុមការងារផ្សេងៗចាដែលបានជួយមើលថែទាំនិងព្យាបាលពុកខ្ញុំបានជាដល់ថ្ងៃនេះហើយបើគិតទៅគឺសម្រាប់យូរដែរដោយសារខ្ញុំហឹងខ្លាំងអញ្ចឹងសូមជូនអរគុណសូមថ្លែងអរគុណនិងជូនពរពួកគាត់ឲ្យជួបតែនឹងសេចក្តីសុខនិងជោគជ័យគ្រប់ភារកិច្ចចា៎និងក៏សូមតាមផ្ញើទៅពុកម៉ែបងប្អូនដែលគាត់កំពុងតែរកនៅ clinic មួយឬក៏មន្ទីរពេទ្យមន្ទីរសម្រាប់ដែលទាក់ទងទៅនឹងបញ្ហាសុខភាពខាងសួតអញ្ចឹងជាផ្លូវដង្ហើមជាពិសេសអ្នកដែលមានបញ្ហាហត់ការជំងឺ COVID ពីមុនមកដែលគាត់អត់ទាន់បានពិនិត្យទាក់ទងទៅនឹងផ្នែកសួតអញ្ចឹងអាចអញ្ជើញមក clinic នេះបានដោយសារគាត់មានទាំងវិជ្ជាបណ្ឌិតនិងគ្រូពេទ្យជំនាញនិងបទពិសោធន៍ត្រឹមត្រូវចា៎